របៀបបូមឈាមបណ្ដុះមេរោគការរៀបចំសម្ភារៈបាទអញ្ចឹងមុនពេលដែលយើងចាប់ផ្ដើមទម្រង់ការយើងត្រូវរៀបចំសម្ភារៈឲ្យមានរួចជាស្រេចបាទមានដូចជាបានស្នើសុំវត្ថុវិភាគដបបណ្ដុះឈាមចំនួន2ដបសម្រាប់មនុស្សពេញវ័យបន្ទាប់មកយើងមានអាកុលសម្រាប់លាងដៃយើងមានស្រោមដៃយើងមានខ្សែការ៉ូយើងមានអាកុលផេតយើងមានកំប្រេសយើងមានបេតាឌីនយើងមានបញ្ជុលលេខ21ចំនួន2បាទតទៅមកទៀតយើងមានសារ៉ាំង 10cc 1សារ៉ាំង 20cc 1ហើយយើងមានបង់បិទបៅយើងមាន sharp container សម្រាប់ដាក់មកជុលយើងមានថង់សម្រាប់យកទៅមន្ទីរពិសោធន៍បាទអញ្ចឹងមុននឹងចាប់ផ្ដើមធ្វើទម្រង់ការយើងបញ្ជាក់ណាបញ្ជាក់អត្តសញ្ញាណរបស់អ្នកជំងឺសិនតទៅមកត្រូវហើយយើងមកសរសេរផ្លាកដើម្បីបិទនៅលើដបឈាមមានឈ្មោះអាយុភេទអញ្ចឹងមកហើយយើងដាក់ label ដាក់ចំណាំថាដៃណាដៃស្ដាំអញ្ចឹងមកអញ្ចឹងបើដបដៃស្ដាំយើងដាក់ដៃស្ដាំហើយបើដបដៃឆ្វេងយើងដាក់ដៃឆ្វេងណាអញ្ចឹងបើដៃស្ដាំយើងដាក់ R មកបើដៃឆ្វេងយើងដាក់ L ទៅដើម្បីឲ្យយើងចំណាំបើយើងបូមដៃស្ដាំយើងដាក់ចាក់ចូលក្នុងដបអក្សរ R បើយើងបានពីដៃឆ្វេងយើងដាក់ចូលទៅក្នុងដបដែលយើងដាក់អក្សរ L បាទអញ្ចឹងយើងបញ្យល់ទម្រង់ការដល់អ្នកជំងឺរួចហើយសូមការអនុញ្ញាតពីគាត់តបមកយើងត្រូវធ្វើអនាម័យដៃណាមុនពេលប៉ះពាល់អ្នកជំងឺបាទអញ្ចឹងយើងធ្វើអនាម័យដៃតាមជំហានទាំង6នៃការធ្វើអនាម័យដៃយើងមកបាទអញ្ចឹងពេលដៃយើងស្ងួតល្អហើយយើងចាប់ផ្ដើមរៀបចំស្ថានភាពអ្នកជំងឺហើយចងការ៉ូមកយើងចងប្រហែលជា 2.5 សង់ទីម៉ែត្រពីកលៈដៃណាបាទដើម្បីឲ្យងាយស្រួលរកសរសៃបាទអញ្ចឹងឥឡូវរបៀបជូតសម្អាតស្បែកបាទអញ្ចឹងការជូតសម្អាតស្បែកយើងជូតជាមួយនឹងសម្លៃបាទអញ្ចឹងយើងឃើញសរសៃដែលយើងត្រូវចាក់ហើយយើងជូតជាមួយសម្លៃទុក1នាទីឲ្យស្ងួតបាទបន្ទាប់មកទៀតបាទយើងជូតជាមួយបេតាឌីនបាទអញ្ចឹងយើងយកបេតាឌីនរបស់យើងចាក់ជាមួយនឹងកំប្រេស sterile យើងមកបាទអញ្ចឹងយើងចាក់ហើយយើងទៅជូតជាមួយបេតាឌីនហ្នឹងជូតពីក្នុងចេញក្រៅជារង្វង់គូតខ្យងបាទអញ្ចឹងយើងចាប់ពីកន្លែងសរសៃដែលយើងត្រូវចាក់មកហើយពីក្នុងចេញក្រៅរាងជារង្វង់គូតខ្យងបាទអញ្ចឹងយើងទុក2នាទីឲ្យស្ងួតបាទអញ្ចឹងបើអត់ទាន់ស្ងួតទេហាមដាច់ខាតណាអត់ទាន់ឲ្យចាក់ទេណាអញ្ចឹងកុំចាក់បើសិនជាមិនទាន់ស្ងួតណាបាទហើយមួយទៀតហាមដាច់ខាតកុំឲ្យយើងយកដៃទៅប៉ះណានៅពេលដែលយើងជូតធ្វើអាសិបតិចតិចនិចរួចហើយណាបានតែស្រោមដៃ sterile ទេតែបើយើងអត់មានស្រោមដៃ sterile ទេយើងកុំប៉ះកន្លែងដែលយើងត្រូវជូតនឹងបាទបន្ទាប់មកទៀតបានយើងជូតសម្អាតក្បាលដបរបស់យើងដើម្បីយើងទុកឲ្យស្ងួតដែរបាទអញ្ចឹងយើងជូតក្បាលដបយើងឲ្យរួចជាស្រេចអញ្ចឹងមកនៅពេលដែលយើងបូមឈាមហើយក្បាលដបយើងនេះស្ងួតតែម្ដងបាទអញ្ចឹងពេលហើយយើងត្រូវពាក់ស្រោមដៃមុនពេលបូមឈាមណាបាទអញ្ចឹងយើងពាក់ស្រោមដៃដើម្បីកុំឲ្យឈាមប្រឡាក់ជាមួយដៃយើងណាកាបង្ការរបស់យើងណាបាទអញ្ចឹងយើងយកសារ៉ាង 10cc មកជុលដែលមាននៅក្នុងហ្នឹងវាទូចពេកយើងដោះចេញសិនទៅយើងដាក់មកជុលលេខ21វិញបាទអញ្ចឹងយើងចាក់មកជុលលេខ21ស្រួលបូមជាងណាអញ្ចឹងនេះជារបៀបបូមឈាមបាទអញ្ចឹងយើងចាប់ផ្ដើមបូមឈាមនៅកន្លែងដែលយើងបានជូតធ្វើអង់ទីសេផ្តិករួចហើយហ្នឹងបាទយើងបើកឈាមប្រហែលជា10 មីលីលីត្រមកបាទអញ្ចឹងយើងធ្វើការបើកអញ្ចឹងរហូតដល់បានគ្រប់ចំនួន10 មីលីលីត្របាទបាទអញ្ចឹងពេលបានចំណុះដែលយើងត្រូវការហើយយើងស្រាយការ៉ូចេញមកបាទស្រាយការ៉ូចេញមួយទៀតណាហាម
យកដៃទៅប៉ះកន្លែងដែលយើងជូតសម្អាតហើយហ្នឹងណាវាគេអត់ឲ្យប៉ះទេហើយមួយទៀតហ្នឹងហាមយកអាកំប្រេសហ្នឹងទៅប៉ះលើម្ជុលដែរក៏គេអត់ឲ្យយកទៅប៉ះដែរអញ្ចឹងយើងដកម្ជុលចេញឲ្យផុតសិនណាដកចេញផុតហើយចាំយើងដាក់កំប្រេសខ្ទប់ឈាមហ្នឹងហើយឲ្យគាត់ជួយសកត់មកហើយចាំយើងយកឈាមទៅបាញ់ចូលទៅក្នុងដបដោយចាក់មុំ90ដឺក្រេណាបាទអញ្ចឹងយើងចាក់អញ្ចឹងមកបាទបាញ់ចូលអស់ហើយយើងដកចេញម្ជុលយើងដាក់ចូលទៅក្នុងធុងដាក់ម្ជុលបាទហើយហាមដាច់ខាតណាកុំឲ្យក្របម្ជុលឡើងវិញណាហាមខ្លាចលោមុតដៃយើងសូមកុំដោះម្ជុលឬក៏ក្របម្ជុលហើយបន្ទាប់មកយើងកលែងដបឈាមរបស់យើងតិចមកដើម្បីឲ្យឈាមសប់ល្អនៅក្នុងសារធាតុចិញ្ចឹមបាទយើងមើលបើឈាមអត់ហូរទេយើងយកបង់បិទតបាវយើងមិញហ្នឹងមកជួយបិទឲ្យគាត់តិចទៅដើម្បីកុំឲ្យមានការជ្រាបហូរឈាមអីចេញមកក្រោយពីយើងបូមណាបាទអញ្ចឹងយើងយកបង់បិទតបាវយើងហ្នឹងយកមកបិទលើកន្លែងមុខម្ជុលយើងមិញហ្នឹងមកបាទអូខេអញ្ចឹងបន្ទាប់ពីបានដៃម្ខាងហើយយើងទៅបូមដៃម្ខាងទៀតធ្វើដូចគ្នាជាមួយនឹងដៃលើកទី1អញ្ចឹងបាទសំខាន់យើងចងការ៉ូណាយើងចងការ៉ូហើយយើងជ្រើសរើសសរសៃដែលយើងគួរចាក់ហើយអញ្ចឹងមកហើយយើងជូតសម្អាតជាមួយអាល់កុលទុក1នាទីឲ្យស្ងួតជូតសម្អាតជាមួយបេតាឌីនបាទទុក2នាទីឲ្យស្ងួតជូតក្បាលដបបាទហើយទុកឲ្យស្ងួតបាទអញ្ចឹងយើងតបមកទៀតបានយើងចាប់ផ្ដើមបើកសារ៉ាងលេខ20យើងយកសារ៉ាង20ណាម្ដងនេះយើងយកសារ៉ាង20ហើយយើងដូរម្ជុលចេញមកយើងដាក់ម្ជុលលេខ21ដងនេះយើងបូមចំណុះប្រហែលជា15មីលីលីត្រទៅណាបានយើងប្រើសារ៉ាង20ហ្នឹងដោយសារយើងត្រូវការបូមឈាមឲ្យច្រើនអញ្ចឹង10មីលីលីត្រយើងចាក់ចូលទៅក្នុងដបឈាមហើយយើងនៅសល់5មីលីលីត្រទៀតយើងសម្រាប់មើលតេស្តផ្សេងណាអញ្ចឹងយើងនៅសល់ឈាមបន្ទាប់ពី10ហើយយើងសល់ឈាមប្រមាណយើងមកបាញ់សម្រាប់មើលតេស្តផ្សេងដែលគ្រូពេទ្យត្រូវការណាដូចជា CBC ឬក៏ chemistry អញ្ចឹងទៅបាទអញ្ចឹងកុំឲ្យយើងពិបាកបូមឈាម2 3ដងណាយើងបូមតែម្ដងនេះយើងប្រើសារ៉ាង 20cc តែម្ដងបាយហើយបន្ទាប់មកយើងដាក់សារ៉ាងនឹងម្ជុលចូលទៅក្នុងធុងដាក់ម្ជុលហើយយើងកលែងឈាមដើម្បីឲ្យវាសប់ល្អជាមួយនឹងសារធាតុចិញ្ចឹមនៅក្នុងដបបាទអញ្ចឹងពេលកន្លែងចាក់នឹងអស់ឈាមហើយយើងអាចបិទបង់បិទតបាវឡើងវិញដើម្បីការពារកុំឲ្យគាត់ហូរឈាមហើយយើងដោះស្រោមដៃយើងធ្វើអនាម័យដៃតាម6ជំហានឲ្យបានត្រឹមត្រូវបាទបន្ទាប់មកទៀតគឺយើងត្រូវយកទៅមន្ទីរពិសោធន៍ប៉ុន្តែមុននឹងយើងយកទៅមន្ទីរពិសោធន៍យើងផ្ទៀងផ្ទាត់ឡើងវិញឈ្មោះអាយុភេទជាមួយនឹងទម្រង់ស្នើសុំរបស់យើងនឹងជាមួយនឹងដបអ្នកជំងឺហើយយើងត្រូវយកទៅមន្ទីរពិសោធន៍ភ្លាមណាកុំទុកឲ្យយូរពេកប៉ុន្តែបើយើងរវល់ជាប់រវល់ខ្លាំងអញ្ចឹងយើងទុកក្នុងបន្ទប់ធម្មតាដាច់ខាតកុំទុកក្នុងទូទឹកកកណាបាទសូមអរគុណ